លោកឧត្តមស្នេហ៍ត្រីមេស្រុនមេបញ្ជាការបានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចូលសួរសុខទុក្ខលោកអនុស្នេហ៍ត្រីហនហេនវីរៈកងទ័ពឈរជើងសមរភូមិជួរមុខកងទ័ពការពារអាកាសឈរជើងទិសតាថៅខេត្តព្រះវិហារដែលកំពុងសម្រាប់ពិនិត្យសុខភាពនិងព្យាបាលជំងឺនៅគេហដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដែលមានការចង្អុលបង្ហាញតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៌របស់ឯកឧត្តមនាយឧត្តមស្នេហ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានការណែនាំពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្រមស្មារតីមនុស្សធម៌នារសៀលថ្ងៃទី22ខែមករា2026លោកឧត្តមស្នេហ៍ត្រីមេស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺចូលសួរសុខទុក្ខលោកអនុស្នេហ៍ត្រីហនហេនវីរៈកងទ័ពឈរជើងសមរភូមិជួរមុខក24កងទ័ពការពារអាកាសឈរជើងទិសតាថៅខេត្តព្រះវិហារដែលបច្ចុប្បន្នកំពុងពិនិត្យសុខភាពនិងសម្រាប់ព្យាបាលជំងឺគេហដ្ឋានស្ថិតនៅក្នុងភូមិថ្មគប់ឃុំអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺក្នុងពេលសួរសុខទុក្ខនោះដែរលោកឧត្តមស្នេហ៍ត្រីមេស្រុននៃបញ្ជាការក៏បានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខនិងរលឹកពីសំណាក់ឯកឧត្តមនាយឧត្តមស្នេហ៍សៅសុខានិងឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺជូនចំពោះលោកអនុស្នេហ៍ត្រីហនហេនវីរៈកងទ័ពឈរជើងសមរភូមិមុខក24កងទ័ពការពារអាកាសឈរជើងទិសតាថៅខេត្តព្រះវិហារនិងក្រុមគ្រួសារផងដែរជាទឹកចិត្តក្នុងស្មារតីមនុស្សធម៌លោកឧត្តមស្នេហ៍ត្រីមេស្រុនបានឧបត្ថម្ភជាថវិកាចំនួន40,000រៀលនិងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមានអង្ករ3បាវមីជាតិ3កែវទឹកសុទ្ធ3កែវទឹកផ្លែឈើ3កែវទឹកត្រី3យួរទឹកស៊ីអ៊ីវ3យួរនិងត្រីខ3យួរថែមទៀតផងជាចុងក្រោយលោកឧត្តមស្នេហ៍ត្រីមេស្រុនមេបញ្ជាការរួមជាមួយនឹងក្រុមការងារក៏បានជូនពរលោកអនុស្នេហ៍ត្រីហនហេនមានសុខភាពល្អនិងឆាប់បានជាសះស្បើយព្រមទាំងបានសម្ដែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិទាំងអស់ក្នុងការបំពេញបេសកកម្មដ៏ឧត្តមឧត្តមដើម្បីការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីពីសត្រូវឈ្លានពានដើម្បីការពារជាតិមាតុភូមិនិងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជុំប្រជាជនកម្ពុជាទាំងមូល